Hello everyone សូមជម្រាបសួរដល់អ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅការងារជាក្រុមរបស់ក្រុមជាដំណាក់កាលដំបូងនៃការធ្វើ project មួយនេះពួកយើងត្រូវពិភាក្សាជាក្រុមដើម្បីស្វែងរកទីតាំងមួយចំនួនដែលយើងគិតថាគឺជាទីតាំងដែលល្អបំផុតក្នុងការធ្វើ project ក្រោយពីការពិភាក្សាជាក្រុមរួចពួកយើងក៏បានផ្ដល់ដំណឹងដល់លោកគ្រូសាស្ត្រាចារ្យនៅទីតាំងដែលយើងបានជ្រើសរើសមួយចំនួនបន្ទាប់មកទៀតយើងក៏បានចុះទៅរកទីតាំងដែលយើងបានដើររួចហើយក៏បានសិក្សាពីទីតាំងនីមួយៗផងដែរបន្ទាប់ពីការចុះទៅមើលទីតាំងនីមួយៗរួចមកយើងក៏បានជ្រើសយកទីតាំងមួយនេះគឺជាទីតាំងធ្វើ project របស់យើងហើយពីការអនុញ្ញាតពីម្ចាស់កន្លែងរួចចាស់កន្លែងក៏បានឲ្យមេជាងមកធ្វើការបង្ហាត់បន្ថែមទៅលើការលាបថ្នាំពណ៌ទៅលើជញ្ជាំងឲ្យបានត្រឹមត្រូវបន្ទាប់ពីការណែនាំរបស់មេជាងរួចមកយើងក៏បានចាប់ផ្ដើមធ្វើការអនុវត្តហើយនឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មេជាងបន្ទាប់ពីការលើកជញ្ជាំងដំណាក់កាលដំបូងរួចយើងក៏ត្រូវរង់ចាំមួយសន្ទុះដើម្បីត្រៀមនឹងលាបថ្នាំលើកទី2ការលាបពណ៌ជញ្ជាំងជាលើកទី2នេះគឺដើម្បីឲ្យពណ៌ជញ្ជាំងរបស់យើងមានភាពស្មើល្អនេះគឺជារូបភាពពណ៌ជញ្ជាំងដែលមិនទាន់លាបហើយនេះគឺជាជញ្ជាំងដែលបានលាបរួចជាចុងបញ្ចប់សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះរហូតដល់ចប់បើសិនបើមានការខុសឆ្គងត្រង់កន្លែងណាសូមអ្នកទាំងអស់គ្នាជួយណែនាំផងសូមអរគុណ